ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបធ្វើសម្បកនំលោកខែដំបូងគឺយើងធ្វើទឹកក្បង់ជាមុនសិនខ្ញុំប្រើម្សៅ baking soda ចំនួន10ក្រាមដុតនៅក្នុងឡដែលមានកម្ដៅហើយស្រាប់150អង្សាសេស្មើនឹង300 Fahrenheit រយៈពេល5នាទីបន្ទាប់ពី5នាទីមកចាក់ម្សៅ baking soda ចូលចានទុកឲ្យត្រជាក់រួចដាក់ទឹកចំនួន30ក្រាមចូលរួចកូរឲ្យសព្វរួចយើងនឹងបានទឹកក្បង់សម្រាប់ធ្វើនំលោកខែហើយអញ្ចឹងចាប់ផ្ដើមធ្វើសម្បកនំលោកខែម្ដងខ្ញុំប្រើទឹកស្ករសម្រាប់ធ្វើនំលោកខែចំនួន75ក្រាមប្រេងឆាចំនួន35ក្រាមអំបិលចំនួន1ក្រាមនិងបន្ថែមទឹកក្បង់ចំនួន10ក្រាមរួចកូរបញ្ចូលគ្នាឲ្យសព្វចាក់ម្សៅខេកចំនួន150ក្រាមច្របល់ចូលគ្នាឲ្យសព្វបន្ទាប់ពីច្របល់ម្សៅរួចហើយដាក់វាក្នុងថង់ប្លាស្ទិកហើយរុំទុករយៈពេល1ម៉ោងខ្ញុំមានពងទាប្រៃក្រហមចំនួន10គ្រាប់យកប្រេងល្ងមកលាបពីលើរួចដុតនៅក្នុងឡដែលមានកម្ដៅហើយស្រាប់180អង្សាសេស្មើនឹង360 Fahrenheit រយៈពេល5នាទីបន្ទាប់ពីបាន1ម៉ោងមកកាត់ម្សៅនំលោកខែចំនួន25ក្រាមស្នូលបុកពងទាប្រៃចំនួន55ក្រាមសង្កត់ម្សៅឲ្យរាបស្មើនិងដាក់ស្នូលចំកណ្ដាលរួចខ្ចប់ឲ្យជិតយកម្សៅខ្លះៗមកប្រឡាក់នឹងនំដើម្បីកុំឲ្យពេលសង្កត់នំជាប់ទៅនឹងពុម្ពខ្ញុំប្រើពុម្ពនំទំហំ100ក្រាមហើយសង្កត់ឲ្យណែនយកទឹកមកបាញ់នំដុតនំនៅលើកទី1នៅក្នុងឡដែលមានកម្ដៅហើយស្រាប់200អង្សាសេស្មើនឹង400 Fahrenheit រយៈពេល5នាទីក្នុងម្ដងពេលដុតនឹងគឺយើងរៀបចំពងមាន់សម្រាប់លាបពីលើនំខ្ញុំប្រើពងមាន់ក្រហមចំនួន1គ្រាប់និងទឹក1ស្លាបព្រាបាយកូរចូលគ្នាឲ្យសព្វបន្ទាប់ពី5នាទីមកយកនំចេញពីឡក្នុងពេលជាមួយគ្នានេះបើកទ្វារឡដើម្បីឲ្យឡត្រជាក់បន្តិចលាបទឹកពងមាន់នៅលើនំប៉ុន្តែកុំលាបទឹកពងមាន់នៅលើនំច្រើនពេកព្រោះអាចធ្វើឲ្យរូបភាពនៅលើនំបាត់បានរួចដុតនំជាលើកទី2ដុតនៅក្នុងឡដែលមានកម្ដៅហើយស្រាប់165អង្សាសេស្មើនឹង330 Fahrenheit រយៈពេល5នាទីបន្ទាប់ពី5នាទីមកយកនំចេញពីឡនិងលាបទឹកពងមាន់ពីលើនំម្ដងទៀតរួចដុតជាលើកទី3នៅក្នុងឡដែលមានកម្ដៅហើយស្រាប់165អង្សាសេស្មើនឹង330 Fahrenheit រយៈពេល10នាទីទៅ12នាទីបន្ទាប់ពីដុតលើកទី3មកយកនំចេញពីឡទុកឲ្យត្រជាក់នៅពេលដែលនំត្រជាក់ហើយទុកក្នុងប្រអប់រយៈពេល2ទៅ3ថ្ងៃដើម្បីឲ្យសម្បកនំទន់និងមានពណ៌ដឹកជាងនឹងទៀតនំលោកខែបានធ្វើរួចហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តសូមអរគុណបងប្អូនដែលទស្សនាវីដេអូខ្ញុំពីដើមដល់ចប់បើមានសំណួរឬយោបល់អ្វីសូមសរសេរ comment នៅខាងក្រោមជាចុងក្រោយសូមជួយចុច subscribe Channel YouTube ខ្ញុំផងអរគុណច្រើនសូមជម្រាបលា